នៅក្នុងសតវត្សទី9ជ្រៅនៅក្នុងព្រៃនៃអាមេរិកកណ្ដាលភូមិតូចៗរបស់ជនជាតិម៉ាយ៉ារស់នៅហួសពីទីក្រុង Great Stone នៅទីនេះការរស់រានមានជីវិតអាស្រ័យលើការបរបាញ់ដែលជាដំណើរប្រចាំថ្ងៃឆ្លងកាត់ព្រៃក្រាស់ជាកន្លែងដែលភាពស្ងប់ស្ងាត់មានន័យថាជីវិតក្នុងចំណោមសត្វធំបំផុតនៃព្រៃអាមេរិកកណ្ដាលសត្វជ្រូកភ្លុយគឺជាសត្វព្រៃដ៏ល្អឥតខ្ចោះមានអំណាចប្រុងប្រយ័ត្ននិងសំខាន់សម្រាប់ការរស់រានមានជីវិតរបស់អ្នកប្រមាញ់ម៉ាយ៉ាភ្លាមនោះសត្វជ្រូកភ្លុយកាន់តែមិនស្ងប់ត្រចៀករបស់វាញ័ររុនច្រមុះរបស់វាហៀខ្យល់មានក្លិនគ្រោះថ្នាក់សភាវៈកិច្ចគ្រប់គ្រងហើយវាចាប់ផ្ដើមរត់ការដេញតាមបានចាប់ផ្ដើមការបរបាញ់បានបញ្ចប់ជនជាតិម៉ាយ៉ាគោរពវិញ្ញាណនៃព្រៃឈើនិងជីវិតដែលពួកគេបានយកនៅក្នុងពិភពលោករបស់ពួកគេការបរបាញ់នេះមួយគឺជាអំណោយពីផែនដីដែលជាចំណងរវាងភាពអត់ឃ្លាននិងការដឹងគុណជាមួយនឹងការបរបាញ់បានបញ្ចប់អ្នកប្រមាញ់ម៉ាយ៉ាចងសាច់ហើយចាប់ផ្ដើមដំណើរដ៏វែងឆ្ងាយរបស់ពួកគេទៅផ្ទះឆ្លងកាត់ព្រៃក្រាស់ពួកគេផ្លាក់ទីដោយស្ងៀមស្ងាត់ជំហាននីមួយសន្មតថាជាជីវិតដែលបានយកនិងភូមិដែលរងចាំហួសពីដើមឈើភូមិឥឡូវនេះមានគ្រប់គ្រាន់ដើម្បីចិញ្ចឹមប្រជាជនរបស់ខ្លួននៅពេលយប់ចូលមកដល់ក្រុមគ្រួសារនានាបានប្រមូលផ្ដុំគ្នាជុំវិញភ្លើងចែករំលែកអាហាររឿងរ៉ាវនិងការដឹងគុណដ៏ស្ងប់ស្ងាត់នៃថ្ងៃមួយទៀតដែលបានរស់រានមានជីវិតនៅក្នុងព្រៃនៅក្នុងគ្រាដ៏បរិបូរណ៍តួអង្គមួយបានក្លាយទៅជាចំណុចកណ្ដាលនៃជីវិតម៉ាយ៉ាគឺគ្រូមុនអាគមតាមរយៈគាត់ភូមិនិយាយទៅកាន់ព្រះយប់នេះគាត់ថ្លែងអំណរគុណចំពោះការបរបាញ់ដោយគោរពដល់វិញ្ញាណក្ខន្ធដែលអនុញ្ញាតឲ្យប្រជាជនរបស់គាត់បរិភោគនិងស៊ូទ្រាំលើពីភូមិដ៏ស្ងប់ស្ងាត់នេះពិភពលោកមួយបានលេចចេញមកដ៏អស្ចារ្យជាងពិភពលោករបស់ពួកគេទៅទៀត